ែបនទៀនបានកូនផ្ញើថវិកាជូនតើឪពុកម្ដាយណាដែលថាមិនសប្បាយចិត្តនេះជាគំរូដ៏ល្អសម្រាប់យុវជនម្នាក់ខំរៀនរហូតមានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនរកចំណូលបានខ្ទង់$1000ក្នុងមួយខែហើយថែមទាំងកតញ្ញូផ្ញើប្រាក់ជូនអ្នកមានគុណជាទៀងទាត់រហូតដល់ទៅសួស្ដីបងសំណាងបាទសុខសប្បាយបងសុខសប្បាយលោកគ្រូហ្នឹងហើយទទួលបានព័ត៌មានថាគឺថាអតិជនសំណប់ចិត្តរបស់ប្អូននៅក្នុងសាខា OTS ប្រចាំខេត្តប្រសេះនោះនេះគឺថាបុកចូលមកច្រើនណាគ្រប់គ្រង OTS តែម្ដងហើយមើលរៀងរាល់ខែប្អូនអាចរកចំណូលសម្រាប់តែខ្លួនឯងចេញពីការកាត់សក់ហ្នឹងមួយខែអាចបានចន្លោះពីប៉ុន្មានទៅប៉ុន្មានដែរចេះតែចន្លោះពីចិត្តខ្ទង់ពាន់ដែរលោកគ្រូចិត្តខ្ទង់ពាន់ដែរណាគ្រាន់តែចំណូលចូលខ្លួនឯងណាចេញពីសេវាកម្មរបស់ខ្លួនឯងហ្នឹងណាបាទនេះពុកម៉ែបងប្អូននេះគឺជារឿងពិតតែម្ដងបាទជារឿងពិតតែម្ដងណាជាជំនាញវិជ្ជាជីវៈអាជីពមួយដែលគាត់ចេះកាត់សក់គាត់ថាចំណូលរកចូលឲ្យខ្លួនឯងមានន័យថាគឺថាសេវាកម្មរបស់គាត់ដែលគាត់បានបំពេញសេវាកម្មកាត់សក់ជូនភ្ញៀវអញ្ចឹងខាង OTS ផ្ដល់ជូនគាត់ណាមួយខែចន្លោះ$1000ដែរណាហើយចំណូលដែលបានមកពីការកាត់សក់ហ្នឹងសក់លើស្រីខ្លួនឯងមានបានបែងចែកផ្ញើទៅផ្ទះអីឲ្យអ្នកផ្ទះជូនឪពុកម្ដាយជូនអីខ្លះទេជូនលោកគ្រូជូនដែរហូហើយមួយខែជូនទៅប្រហែលដងមួយខែជូនទៅ2ដង2ដងហ៎បាទហើយម្ដងអញ្ចឹងមួយខែជូនទៅគាត់2ដងណាបាទហើយម្ដងជូនឲ្យប្រហែលថែមមួយដងជូនឲ្យ200 300អូពុកម៉ែបងប្អូនអើយឃើញទេនេះយុវសិស្ស OTS ពិតជាមានលទ្ធផលពិតប្រាកដមែនណាចេញមកកាត់សក់កើបលុយហើយបានចំណូលអត់ភ្លេចអ្នកមានគុណទេយកថវិកាជូនទៅអ្នកផ្ទះដើម្បីឲ្យគាត់បានមានប្រភពហិរញ្ញវត្ថុទ្រទ្រង់លើជីវភាពប្រចាំថ្ងៃហើយបងអូនសប្បាយចិត្តទេបានជូនលុយអ្នកមានគុណចឹងសប្បាយចិត្តអូដេកលក់មកណាបងណាជប់ឡើងគឺដេកលក់រីករាយមានក្តីសុខនៅក្នុងផ្លូវចិត្តណាបានជូនលុយជូនកាក់ទៅដល់អ្នកមានគុណចឹងគឺថាអារម្មណ៍ហ្នឹងជ្រះថ្លាតែម្ដងណាព្រោះយើងបានធ្វើបុណ្យមួយព្រះរស់ណាបងណាបាទពិតជាកោតសរសើរOTS មែនតើណាអាចច្នៃប្រឌិតយុវជនមួយរូបនេះដែលពីមុនមកខ្ញុំជឿជាក់ថាតាមការផ្ដល់ព័ត៌មានគឺថាចូលចិត្តដើរលេងច្រើនដែរណាចូលចិត្តសប្បាយប៉ុន្តែឥឡូវនេះបានមកចេះកាត់សក់ជូនភ្ញៀវជូនអីចឹងទៅឥឡូវសំណាងបានប្រភពចំណូលណាជួយខ្លួនឯងអាចចិញ្ចឹមខ្លួនឯងរស់បានអត់ខ្លាចជាបន្ទុកនៅក្នុងគ្រួសារហើយថែមទាំងផ្ញើលុយផ្ញើកាក់ជូនទៅឪពុកម្ដាយថែមទៀតនេះគឺជាគំរូដ៏ល្អមែនសម្រាប់យុវជនអញ្ចឹងយុវជនទាំងអស់គ្នាគឺមានឱកាសនៅក្នុងការផ្លាស់ប្ដូរខ្លួនឯងបើសិនបើកន្លងមកខ្លួនឯងមានទម្លាប់មួយមិនល្អមិនមានគោលដៅជីវិតច្បាស់លាស់មិនដឹងថាខ្លួនឯងចាប់អាជីពមុខរបរអីដើម្បីមានប្រភពចំណូលសម្រាប់ជួយខ្លួនឯងគួរតែរៀនសូត្រពីសំណាងអ្នកមករៀនជំនាញវិជ្ជាជីវៈកាត់សក់អាជីពពី OTS ឥឡូវនេះរៀនចប់ចេញមកផ្ដល់សេវាកម្មហើយដឹកនាំអាជីវកម្មហាងកាត់សក់តែម្ដងក្នុងនាមក្នុងតំណែងជាប្រធានសាខាមិនធម្មតាទេណាហើយភ្ញៀវបុកចូលមកនៅទីនេះមានទាំងខ្មែរមានទាំងបរទេសគឺថាអស្ចារ្យមែនតើសូមកោតសរសើរបងអូនសំណាងហើយឥឡូវនេះក្រោយពីបងអូនបានរៀននៅ OTS មានសារអីជាការថ្លែងអំណរគុណដឹងគុណទៅបងរិទ្ធីដែលជាគ្រូបណ្ដុះបណ្ដាលរបស់បងអូនដែលធ្វើឲ្យបងអូនមានឱកាសនេះតែខ្ញុំក៏សូមអរគុណដល់លោកគ្រូម៉ែរិទ្ធីហើយជាពិសេសលោកគ្រូលំចស្ដាបាទហើយលោកគ្រូនួនលីហួរតែអប់រំទូមានឲ្យខ្ញុំបានមកដល់ពេលនេះពិសេសមែនតើណាហើយឥឡូវនេះបងអូនបានលទ្ធផលបដាហើយណាចេះជូនលុយឪពុកម្ដាយជូនលុយផ្ញើទៅផ្ទះហ្នឹងគឺជាភាពជាគំរូមួយណាយុវជនទាំងអស់គ្នាមិនមែនជារឿងធម្មតាទេណាបានចំណូលពីការងារហើយឆ្នៃបែងចែកថវិកាផ្ញើទៅផ្ទះហ្នឹងជាគំរូដ៏ល្អមួយហើយខ្ញុំសូមកោតសរសើរមែនតើណាហើយសម្រាប់បងប្អូនយុវជនទាំងអស់ដែលមានបំណងចង់ចាប់អាជីពចង់រៀនជំនាញនេះសាលា OTS គឺស្វាគមន៍បងប្អូនគ្រប់ពេលវេលាបាទរៀនត្រឹមតែរយៈពេល6ខែទេរៀនជំនាញកាត់សក់អាជីពបូកនឹងការដឹកនាំអាជីវកម្មហាងកាត់សក់មានថារៀនចប់មានសមត្ថភាពចេញទៅបើកអាជីវកម្មហាងកាត់សក់ផ្ទាល់ខ្លួនឯងតែម្ដងហើយកន្លងមកខ្ញុំបានចុះទៅសម្ភាសយុវសិស្ស OTS ដែលគាត់ចេញទៅបើកអាជីវកម្មខ្លួនឯងបាទនៅទៅដល់អរិយខ្សាត់ស្រុកកោះធំទៅស្រុកពញាលឺទៅអីហ្នឹងគឺបានជួបជាមួយនឹងយុវសិស្ស OTS ជាក់ស្ដែងបាទហើយគាត់រីករាយនៅនឹងជំនាញដែលគាត់មានហើយគាត់ចេញកាប់លុយពិតតែម្ដងអញ្ចឹងកុំភ្លេចបងប្អូនយុវជនចង់ចេះជំនាញនេះអាចតាក់ទង OTS បានអរគុណបាយបាយ
ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈកាត់សក់និងការដឹកនាំគ្រប់គ្រងអាជីវកម្មហាងកាត់សក់នៅ OTS រៀនបណ្ដាលអនុវត្តបណ្ដាលរៀនត្រឹមតែ6ខែធានាមានជំនាញអាជីពរកចំណូលបានពេញមួយជីវិត